នាងខ្ញុំថៃឋានៈជាមួយ B2BA ជាញូសូមជូនព័ត៌មានប្រចាំថ្ងៃសម្រាប់ទី4មិនិនា2026ដែលផ្ដើមដោយទីផ្សារនៅក្នុងតំបន់អាស៊ីដដែលសន្ទុះភាគហ៊ុនអាស៊ី Pacific ដែលហៅកាត់ថា MICI មិនរាប់បញ្ចូលប្រទេសជប៉ុនទេបានធ្លាក់ចុះ 4.2% ហើយសន្ទុះ Kospi របស់ទីក្រុងសេអ៊ូលបានធ្លាក់ចុះជាង 11% ដែលឈានទៅដល់ការផ្អាកការជួញដូរបណ្ដោះអាសន្នខណៈដែលសន្ទុះ Nikkei របស់ជប៉ុននិងសន្ទុះរបស់តៃវ៉ាន់បានធ្លាក់ចុះជាង 4% ដូចគ្នាក្រឡេកមកមើលទីផ្សារកម្ពុជាវិញសន្ទុះទីផ្សារមូលបត្របានកើនឡើង 0.88 ពិន្ទុឬ 0.21% ដល់ 426.02 ហើយទំហំជួញដូរសរុបបានធ្លាក់ចុះដោយមានភាគហ៊ុនផ្លាស់ប្ដូរដៃចំនួន 59.607 ភាគហ៊ុនដែលត្រូវបានផ្លាស់ប្ដូរដៃនៅក្នុងតម្លៃសរុប 375.8 លានរៀលឬប្រហែលជិត $94,000 អាមេរិកអំពីផ្សារគោលវិញមានភាគហ៊ុនចំនួន 2 បានកើនឡើងដែលនាំមុខដោយក្រុមហ៊ុន KMJSM ខណៈក្រុមហ៊ុនចំនួន 4 បានធ្លាក់ចុះក្នុងនោះក្រុមហ៊ុន Pastech Cambodia គឺជាភាគហ៊ុនមួយដែលធ្លាក់ច្រើនជាងគេផ្សារកំណើនវិញក្រុមហ៊ុន BDB Engineering កើនថ្លៃបន្តិចចំណែក JS Land និង Picasso Siri Garden រក្សាតម្លៃនៅដដែលអត្រាប្តូរប្រាក់វិញប្រាក់រៀលបានរក្សាតម្លៃថេរគឺនៅ $4,013 ក្នុង$1បើប្រៀបពីម្សិលមិញខណៈដែលសន្ទុះដុល្លារអាមេរិកក្នុងរង្វង់ 98.95 ទំនិញសកលតម្លៃប្រេងបានកើនឡើងប្រហែល 1% ប្រេងប្រភេទ Brent បានកើនឡើង 1.1% ដល់ $82.31 ក្នុង1បារ៉ែលបន្ទាប់ពីបិទការជួញដូរកាលពីថ្ងៃអង្គារនៅក្នុងកម្រិតខ្ពស់បំផុតបើគិតចាប់ពីខែមេសាឆ្នាំ2025ចំណែកឯប្រេងប្រភេទ Brent WTI របស់សហរដ្ឋអាមេរិកវិញបានកើនឡើង63សេនឬ 0.8% ដល់ $75.19 បន្ទាប់ពីសម្រេចបាននៅក្នុងកម្រិតមួយដែលខ្ពស់បំផុតគិតចាប់តាំងពីខែមិថុនានេះតម្លៃមាសវិញបានកើនឡើងជាង 1% កាលពីថ្ងៃពុធដោយងើបឡើងវិញពីកម្រិតទាបមួយក្នុងរយៈពេលជាង1សប្តាហ៍កាលពីវគ្គមុនSpot Gold បានកើនឡើង 1.6% ដល់ $5,168.96 ក្នុង1អោនហើយតម្លៃអនាគតមាសសម្រាប់ការចែកចាយនៅខែមេសាក៏បានកើនឡើង 1.1% ដល់ $5,178.40 ក្នុង1អោនដែរទីផ្សារ crypto វិញ Bitcoin បានហក់ឡើងលើសពី $71,000 ដោយកើនឡើងជាង 6% ក្នុងរយៈពេល24ម៉ោងនិងនាំមុខនៃការកើនឡើងអំពីរូបិយប័ណ្ណ Digital ធំៗផ្សេងទៀតការងើបឡើងវិញនេះគឺកើតមានទោះបីជាមានភាពតានតឹងកាន់តែខ្លាំងនៅមជ្ឈមបូព៌ានិងការរំខានដល់ការផ្គត់ផ្គង់ប្រេងតាមរយៈច្រកសមុទ្រ Hormuz ក៏ដោយលោកនាងសូមបន្តទៅកាន់ព័ត៌មានដែលតទៅនឹងអាជីវកម្មចម្រុះដទៃទៀតពិធីបើកជាផ្លូវការបានប្រព្រឹត្តទៅនៅថ្ងៃទី4មិនិនានៅសន្តាគារ Sofitel ភ្នំពេញក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជាហើយសន្និសីទឆ្នាំនេះផ្ដោតទៅលើប្រធានបទការផ្លាស់ប្ដូរអាស៊ាននវានុវត្តន៍ការធ្វើសមាហរណកម្មនិងការវិវត្តន៍នៃវិស័យឧស្សាហកម្មគោលបំណងនោះគឺបង្ហាញអំពីទូនាទីក្នុងនាមជាម្ចាស់តំបន់អំពីការគាំទ្រពាណិជ្ជកម្មទៅកាន់សកលក្នុងគោលដៅពង្រឹងទំនាក់ទំនងទ្វេភាគីឧបនាយករដ្ឋមន្ត្រីប្រចាំការនិងប្រធានាធិបតីទីអាមេរិកបានជួបពិភាក្សានៅថ្ងៃទី3ខែមិនិនាដើម្បីរៀបចំនៅផែនការយុទ្ធសាស្ត្រក្នុងការពង្រឹងពាណិជ្ជកម្មសន្តិសុខនិងស្ថិរភាពក្នុងតំបន់កិច្ចប្រជុំកម្រិតខ្ពស់នេះធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រីបានបង្ហាញពីការរៀបចំឡើងវិញនៅទំនាក់ទំនងទ្វេភាគីដោយផ្ដោតលើទំនើបកម្មសេដ្ឋកិច្ចនិងការដោះស្រាយបញ្ហាសន្តិសុខរួមប្រធានប្រសិទ្ធិកម្ពុជានិងជាប្រមុខរដ្ឋស្ដីទីបានសម្ដែងនៅក្តីសង្ឃឹមថាពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងសិង្ហបុរីនឹងរីកធំធាត់ដល់ $10,000 លានអាមេរិកក្នុងឆ្នាំខាងមុខជាមួយគ្នានោះអ្នកនាំពាក្យប្រសិទ្ធិក៏បានឲ្យដឹងបន្ថែមថាការលើកឡើងបែបនេះគឺក្នុងកំឡុងពេលជួបសម្ដែងការគួរសមនិងលាឈប់ពីតំណែងរបស់អគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជានៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញខ្ញុំថានិតសូមបញ្ចប់ព័ត៌មានប្រចាំថ្ងៃនៃ B2BA ជាញូត្រឹមតែប៉ុណ្ណេះបើមកជួបលោកនាងជាថ្មីនៅថ្ងៃបន្ទាប់